លោកគ្រូអញ្ចឹងជំងឺរើមហ្នឹងអាចបង្ការបានអត់បាទតើជំងឺរើមអាចបង្ការបានដែរឬក៏អត់ចឹងនេះជាសំណួរពិសេសដែលប៉ាម៉ាក់ត្រូវដឹងថាតើយើងការពារធ្វើម៉េចកុំឲ្យកើតជំងឺរើមនេះដោយបញ្ជាក់ឲ្យដដែលថាជំងឺរើមកើតឡើងបន្ទាប់ពីជំងឺអុតស្វាយជាទៅវិញចឹងជំងឺរើមវាកើតឡើងចឹងមកចឹងប៉ាម៉ាក់ត្រូវធ្វើម៉េចកុំឲ្យកូនកើតជំងឺអុតស្វាយក៏ប៉ុន្តែវាជាមិនផុតទេកូនក្មេងកាលណាទៅប្រឈមមុខបញ្ហាជំងឺអុតស្វាយគឺអាចឆ្លងព្រោះជំងឺនេះងាយនឹងឆ្លងខ្លាំងហើយលឿនមែនទែនជាពិសេសកូនដែលទៅសាលារៀនអញ្ចឹងលោកគ្រូទៅចាក់វ៉ាក់សាំងបន្ថែមទៅលើក្មេងដែលមានអាយុចាប់ពី1ខែឡើងទៅចាក់ចំនួន2ដូសនៅក្នុងទៅឃើញថាប្រសិទ្ធភាពរបស់វាលោដល់97-98%មិនមានកើតជំងឺអុតស្វាយទេអញ្ចឹងកន្លែងហ្នឹងមួយគឺជួយកាត់មិនឲ្យមានជំងឺអុតស្វាយហើយកាត់មិនឲ្យមានជំងឺរើមហ្នឹងបាទហ្នឹងជាចំណុចពិសេសដំបូងគេបាទចំណុចទី2គេថាបើសិនជាកើតអុតស្វាយហើយមានវ៉ាក់សាំងការពាររើមដែរអត់មាននៅក្នុងហ្នឹងឃើញថាគេខមមិនឲ្យតែមនុស្សចាស់ចាក់ឬក៏មនុស្សធំដែលមានប្រព័ន្ធភាពស៊ាំខ្សោយខ្លាំងចាប់ពី18ឆ្នាំឡើងទៅអានេះគេខមមិនចាក់ហើយបើមនុស្សចាស់ដែលគាត់ធ្លាប់កើតហើយអញ្ចឹងគាត់ឲ្យចាក់ចាប់ពីអាយុ50ឆ្នាំឡើងទៅវាមានប្រសិទ្ធភាពជួយខ្ពស់ហើយក៏ថ្មីហ្នឹងទៅឆ្នាំ2017ហ្នឹងហើយវ៉ាក់សាំងហ្នឹងមានប្រសិទ្ធភាពខ្ពស់ខ្លាំងការពារគាត់ពីការឈឺចាប់ដោយសារកើតជំងឺរើមហ្នឹងអញ្ចឹងបន្ទាប់ពីជីឲ្យ6ខែអញ្ចឹងគេខមមិនឲ្យមនុស្សចាស់អាយុលើសពី50ទៅចាក់ឲ្យវ៉ាក់សាំងការពារជំងឺរើមនេះបាទនេះជាវ៉ាក់សាំងដែលប៉ាម៉ាក់ត្រូវដឹងថាធ្វើម៉េចការពារកុំឲ្យកើតជំងឺរើម